ការដាំបន្លែលើទឹកមេរៀនដំបូងគេគឺការបណ្ដុះគ្រាប់ពូជអញ្ចឹងយើងហៅថាមេរៀនទី1ក្នុងការបណ្ដុះគ្រាប់ពូជយើងត្រូវមានចានជ័រចំនួន2ហើយបងអូនសូមបញ្ជាក់ការបណ្ដុះគ្រាប់ពូជគឺមានរបៀបច្រើនប៉ុន្តែការជ្រើសរើសបណ្ដុះគ្រាប់ពូជបែបនេះគឺងាយស្រួលនិងមានគុណភាពហើយសម្រាប់បងណាដែលគាត់រវល់អត់មានពេលសម្រាប់បាញ់ទឹកមើលទឹកគឺអាចធ្វើតាមរបៀបបងអូននេះបានគឺងាយស្រួលហើយទទួលបានផល 100% អញ្ចឹងបងត្រូវការជាដំបូងគេគឺกระดาษជូតមាត់អញ្ចឹងបងយកกระดาษជូតមាត់ហើយបាត់វាជាបែបនេះបងតើគ្នាតមកយើងកាត់វាជាពីរអញ្ចឹងกระดาษជូតមាត់គឺវាធំបែបនេះបងតើគ្នាអញ្ចឹងយើងធ្វើការបាត់វាជាពីរជុំមកបន្ទាប់ហើយយើងហែកវាពាក់កណ្ដាលយើងកុំយកក្រាស់ពេកបងតើគ្នានៅពេលដែលក្រាស់ពេកគឺធ្វើឲ្យវាមានទឹកកាន់តែច្រើនវាអាចធ្វើកូនបន្លែយើងអត់រួយដែរអញ្ចឹងយើងមានកូនចានជ័រមកយើងធ្វើការដាក់กระดาษជូតមាត់ស្រែមកទំហំប៉ុណ្នេះបងតើគ្នាអញ្ចឹងមានន័យថាกระดาษជូតមាត់ហ្នឹងគឺមិនស្ដើងគឺមិនក្រាស់គឺល្មមបែបនេះណាអញ្ចឹងពេលដែលយើងរៀបរយកระดาษជូតមាត់ដាក់ឲ្យស្អាតអញ្ចឹងមកយកបងតើគ្នាយើងធ្វើទុកឲ្យហើយយើងធ្វើទុកឲ្យហើយដាក់ពីរអញ្ចឹងមកព្រោះដោយសារនាងខ្ញុំបដោះស្ពៃមួយស្លាត់មួយនេះបងតើគ្នាមើលជាក់ស្ដែងគឺបែបនេះអញ្ចឹងกระดาษជូតមាត់ហ្នឹងគឺអត់ក្រាស់និងអត់ស្ដើងទេហើយសម្រាប់ការបដោះគ្រាប់ពូជហ្នឹងបងតើគ្នាគឺគេមានវិធីច្រើនណាប៉ុន្តែនាងខ្ញុំជ្រើសរើសវិធីនេះគឺល្អងាយស្រួលក្នុងការឲ្យបងធ្វើអញ្ចឹងណាព្រោះយើងអត់ត្រូវការមើលទឹកខ្លាចវាហួតទឹកវាអីធ្វើឲ្យងាប់កូនបន្លែយើងត្រូវខាតពេលវេលាចំណាយពេលវេលាធ្វើពីរ3ដងឯងអញ្ចឹងឥឡូវយើងចាក់គ្រាប់ពូជរបស់យើងមកដោយសារតែយើងដាំត្រឹមម្លាំង2ឡាំងយើងកុំដាក់គ្រាប់ពូជច្រើនណាបងតើគ្នាត្រូវដឹងថាក្នុងគ្រាប់ពូជមួយគ្រាប់គឺវាមួយដើមអញ្ចឹងមិនប្រកាសថាគ្រាប់ពូជទាំងអស់ហ្នឹងគឺវាដុះមួយ10ដុះទាំង10ទេអញ្ចឹងយើងអាចបដោះរៀងច្រើនតិចដើម្បីសកួរអញ្ចឹងឧទាហរណ៍យើងចង់បានដាំ20ដើមអញ្ចឹងយើងបដោះមើលទៅឲ្យគ្រប់30ដើមជាងអីចឹងណា30គ្រាប់ជាងចឹងទៅពេលខ្លះយើងជ្រើសរើសកូនណាដែលល្អដែលដុះមកល្អអញ្ចឹងយើងមានតែក្តៅអ៊ុនអ៊ុនអញ្ចឹងយើងដាក់ចូលមកបងតើគ្នាហើយខ្ញុំបញ្ជាក់ជូនមានតែស្ពៃឬក៏គ្រាប់ពពួកគ្រាប់ខុសពីសាឡាត់គឺយើងត្រូវការត្រាំទឹកក្តៅអ៊ុនអ៊ុនរយៈពេល2ទៅ3នាទីបងតើគ្នាហើយបើសាឡាត់វិញសាឡាត់គឺយើងអត់ត្រូវការត្រាំទឹកក្តៅអ៊ុនអ៊ុនទេបងតើគ្នាអញ្ចឹងការបដោះសាឡាត់គឺគ្រាន់តែយើងផ្សើមទឹកណាអានេះទឹកត្រជាក់យើងធម្មតាយើងផ្សើមទឹកចឹងមកបងតើគ្នាយើងផ្សើមទឹកមកល្មមនេះឧទាហរណ៍ណាខ្ញុំដាក់ឲ្យរៀងច្រើនតែបើសិនខ្ញុំអាចលៃបានតែបងប្អូនអត់ចេះលៃឧទាហរណ៍បងដាក់ច្រើនអញ្ចឹងបងត្រូវតែចម្រិតទឹកវាចេញផ្ទិញឲ្យទឹកហ្នឹងស្រក់ឲ្យអស់មិនមែនស្រក់ដល់តែស្ងួតជ្រើងណាបងប្អូនគ្នាស្រក់មកល្មមមានន័យថាវាមិនមានទឹកដក់ទឹកដែលលើសណាអញ្ចឹងបងអាចយកដៃទាញសកាត់វាអញ្ចឹងមានន័យថាស្ងួតមកល្មមជុំវិញกระดาษជូតមាត់អត់មានដក់ទឹកសម្រាប់ធ្វើឲ្យកូនបន្លែយើងរលួយកាលណាបងទាំងអស់គ្នាដាក់គ្រាប់ពូជនៅពេលតែទឹកច្រើនណាវាដក់វាធ្វើឲ្យគ្រាប់ពូជរបស់យើងរលួយមិនប្រកាសថាទឹកច្រើនវាឲ្យធ្វើឲ្យកូនបន្លែយើងល្អអត់ទេគឺទឹកគឺល្មមមកផ្សើមកระดาษជូតមាត់ហើយអញ្ចឹងដូចខ្ញុំបញ្ជាក់ជូនអញ្ចឹងការបដោះគ្រាប់សាឡាត់វាខុសពីស្ពៃបងតើគ្នាអញ្ចឹងការបដោះគ្រាប់សាឡាត់របស់យើងគឺយើងអត់ចាំបាច់ត្រូវការដាក់ទឹកត្រាំទឹកក្តៅអ៊ុនទេអញ្ចឹងដូចខ្ញុំបញ្ជាក់ជូនបងតើគ្នាមុននឹងអញ្ចឹងរឿងគ្រាប់ពូជសាឡាត់ក៏ដូចគ្នាមិនហាគ្រាប់ពូជអីក៏ដោយអញ្ចឹងបងលៃលោកមើលទៅបងត្រូវដឹងថាក្នុងមួយគ្រាប់គឺមួយគុំអញ្ចឹងបងតើគ្នាលៃលោកតាមហ្នឹងណាដោយការណែនាំរបស់ខ្ញុំមុននឹងអញ្ចឹងបងចាក់ចូលกระดาษជូតមាត់ឲ្យបងរៀងព្រាយវាតិចណានៅពេលដែលវាដុះយើងស្រួលចាប់ហើយដោយសារតានាងខ្ញុំដកពិសោធន៍ការបដោះគ្រាប់ពូជនេះជាច្រើនដងហើយនាងខ្ញុំក៏ធ្លាប់បានបង្រៀនសិស្សជាច្រើនអ្នកអញ្ចឹងនាងខ្ញុំមានបទពិសោធន៍ក្នុងការចែកម្លែកជូនបងៗទាំងគ្នាក្នុងការបដោះគ្រាប់ពូជបើសិនជាបងប្រើកតោជ័រនេះគឺល្អមែនតើគឺមានន័យថាបងបិទទុករយៈពេល
2 ទៅ 3 4 5 ថ្ងៃក៏ដោយក៏វារក្សាទឹកនៅក្នុងហ្នឹងអត់ស្ងួតដូចយើងប្រើការបដិផ្សេងទៀតការបដិផ្សេងទៀតបងភាគច្រើនប្រឈមមុខហ្នឹងផ្លិច 2 3 ម៉ោងផ្លិចបាញ់ទឹកស្ងួតអញ្ចឹងខូចចឹងបងរវល់ធ្វើការងារអីគឺពិបាកមែនតើអារម្មណ៍នៅតែគ្រាប់បន្លែហ្នឹងឯងធ្វើការងារអត់កើតទេអញ្ចឹងដោយការងារនេះដូចនាងខ្ញុំកំណត់ឲ្យបងធ្វើអញ្ចឹងណាគ្រាប់សាឡាត់យើងអត់ត្រាំទឹកក្តៅឬក៏ទឹកត្រជាក់អីទេគ្រាន់តែធ្វើអញ្ចឹងរោយពីលើទូទឹកកករយៈពេល1ថ្ងៃដកចេញវិញហើយបងកុំដាក់ទូទឹកកកយូរពេកកាលណាដាក់ទូទឹកកកយូរថ្ងៃពេកក៏វាអត់ល្អដែរសម្រាប់គ្រាប់ពូជណាអញ្ចឹងយើងដាក់តែ1ថ្ងៃឬក៏កន្លះថ្ងៃយើងអាចដកចេញខាងក្រៅទុករយៈពេល2ថ្ងៃប៉ុន្តែខ្ញុំបញ្ជាក់ជូនបងតើគ្នាធម្មតា2ថ្ងៃវាតាមប្រភេទគ្រាប់ពូជខ្លះវាដុះរៀងយឺតណាអញ្ចឹងវាត្រឹមបែកមាត់ចាបបន្តិច2ថ្ងៃបើគ្រាប់ពូជខ្លះលឿនតែ2ថ្ងៃគឺវាដុះរៀងវែងល្មមចេញស្លឹកចេញអីមកហើយប៉ុន្តែពេលខ្លះគ្រាប់ពូជខ្លះគឺវាដុះបាច់ចេញមកតែបន្តិចទេអាហ្នឹងគេហៅបែកមាត់ចាបចេញប្លុកមកតែបន្តិចអញ្ចឹងយើងអាចពជាពេលវាទុកទៅដល់3ថ្ងៃឬក៏4ថ្ងៃតែយ៉ាងយូរ4ថ្ងៃប៉ុន្តែបើសិនជាធម្មតាគ្រាប់ពូជកាលណាឡើងដល់4ទៅ5ថ្ងៃហើយគឺមានន័យថាយើងវាថាវាត្រូវការកម្ដៅថ្ងៃដែរព្រោះយើងត្រូវការដល់ថ្ងៃត្រូវចាប់ចុយប៉ុងអញ្ចឹងកាលណាយឺតថ្ងៃគឺវាធ្វើឲ្យអាលួយគ្រាប់ពូជដែលនៅក្នុងនឹងបានវាអត់អាចរក្សាជីវិតវារស់នៅក្នុងនឹងបានយូរថ្ងៃបានទេអញ្ចឹងភាគច្រើននាងខ្ញុំឲ្យបងទាំងអស់គ្នាទុករយៈពេល2ថ្ងៃហើយមើលតាមជាក់ស្ដែងដូចនាងខ្ញុំនិយាយចឹងការដាំបន្លែត្រូវការរៀនជាក់ស្ដែងមិនអាចរៀនទ្រឹស្ដីបានទេព្រោះថាការដុះហ្នឹងគឺវាដុះជាក់ស្ដែងយើងមិនអាចកំណត់វាថាអូ2ថ្ងៃត្រូវតែដុះបានទេអត់ទេអញ្ចឹងអានេះគ្រាប់សាឡាត់អញ្ចឹងឥឡូវនាងខ្ញុំទុកមួយឡែកសិនណាអញ្ចឹងចូលដល់វគ្គគ្រាប់ស្ពៃម្ដងបងប្អូនទាំងគ្នាអញ្ចឹងគ្រាប់ស្ពៃយើងធ្វើដូចគ្នាដែរយើងត្រូវការបន្សើមទឹកដូចគ្នាយើងបន្សើមទឹកមកល្មមចាំមិនហាប់បងត្រូវមានតិចនិចក្នុងការធ្វើកាលណាអត់មានតិចនិចក្នុងការធ្វើមើលទៅងាយស្រួលមែនតើប៉ុន្តែមិនក៏គេធ្វើបានផលយើងធ្វើអត់បានផលនេះខ្ញុំចេះលៃទឹកក៏បងទាំងគ្នាខ្ញុំគ្រាន់តែបន្សើមបន្តិចគឺខ្ញុំមិនចាំចម្រិតទឹកក៏បានដែរតែខ្ញុំចេះលៃប៉ុន្តែបើបងអត់ចេះលៃទឹកណាចឹងបងផ្ទិញចឹងទៅផ្ទិញរហូតដល់វាស្រស់ទឹកអស់ចឹងអានេះខ្ញុំធ្វើការចាក់ទឹកចោលខ្លះព្រោះអានេះទឹកក្តៅអូនដែលខ្ញុំដាក់មុននឹងអញ្ចឹងណាការបដកគ្រាប់ពូជការដាំបន្លែលើទឹកគឺមានភាពងាយស្រួលមែនតើប៉ុន្តែអាស្រ័យលើបងចេះតិចនិចក្នុងការធ្វើពេលខ្លះយើងត្រូវការបច្ចេកទេសដែលធ្វើយើងមានភាពងាយស្រួលដូចនាងខ្ញុំការនាងខ្ញុំរៀនគេអត់ធ្វើអញ្ចឹងទេប៉ុន្តែនាងខ្ញុំដូចថាធម្មតាយើងចេះដុសគំនិតថ្មីមកយើងធ្វើណាដែលងាយស្រួលយើងធ្វើមិនឲ្យយើងមានភាពងាយស្រួលធ្វើការងារដោយមិនចាំបាច់ប៉ះពាល់មួយការងារយើងហើយវាដុសបានល្អហើយយើងបានជោគជ័យដោយសារវាអញ្ចឹងដូចបដិគ្រាប់ពូជនេះអញ្ចឹងបើតាមនាងខ្ញុំរៀនគេអត់ធ្វើអញ្ចឹងទេប៉ុន្តែដោយសារនាងខ្ញុំដកពិសោធន៍ធ្វើគឺវាមានភាពងាយស្រួលមែនតើអញ្ចឹងនាងខ្ញុំដាក់ដាំអត់ដែលមានបញ្ហាថាវានឹងប៉ះពាល់ដល់ការងារនាងខ្ញុំត្រូវតែស្រោចទឹកមួយថ្ងៃ2 3ដងព្រោះទឹកដាក់នៅក្នុងហ្នឹងមួយថ្ងៃ2 3ដងខ្លាចវាងាប់អត់ទេអញ្ចឹងនាងខ្ញុំរកវិធីនេះឃើញក៏ចែកជូនបងទាំងអស់គ្នាឲ្យមានភាពងាយស្រួលអញ្ចឹងពេលដែលបងធ្វើអញ្ចឹងរួចហើយបងដាក់ទូទឹកកកចំនួន1ថ្ងៃអញ្ចឹងឥឡូវនាងខ្ញុំធ្វើការដាក់ទូទឹកកកហើយនាងខ្ញុំចង់បញ្ជាក់ជូនបងទាំងអស់គ្នាថាទូទឹកកកយើងគឺដាក់កន្លែងត្រជាក់ធម្មតាអត់ដាក់កន្លែងកកទេហើយគ្រាប់ពូជដែលនៅសល់យើងអាចដាក់ក្នុងទូទឹកកកបានគឺរក្សាទុកបានយូរអញ្ចឹងបងគ្រប់រយៈពេល1ថ្ងៃធ្វើការដកចេញពីទូទឹកកកវិញណាហើយបងដាក់នៅដកចេញពីទូទឹកកកដល់ថ្ងៃកំណត់ដកចេញពីទូទឹកកកដាក់នៅខាងក្រៅក្នុងផ្ទះយើងធម្មតាកុំដាក់ត្រូវថ្ងៃណានាងខ្ញុំបញ្ជាក់ជូនកុំដាក់ត្រូវថ្ងៃដាក់ក្នុងផ្ទះយើងធម្មតារហូតដល់វាដុះអញ្ចឹងបានយើងចាប់ផ្ដើមចូលមេរៀនទី2